តើមានអាវុធប្រមាណប្រភេទនៅលើโลกនេះដែលត្រូវបានផលិតតាំងពីទសវត្សរ៍ឆ្នាំ1960ប៉ុន្តែនៅតែជាឆ្អឹងខ្នងនៃកងទ័ពជាង40ប្រទេសជុំវិញពិភពលោកនៅឆ្នាំ2020នេះចម្លើយគឺ BM21 Grad វាត្រូវបានគេដាក់រហស្សនាមថា Hail ឬគ្រាប់ព្រិលដោយសារតែសមត្ថភាពរបស់វាក្នុងការបង្អស់ភ្លៀងគ្រាប់រ៉ុកែត40គ្រាប់ទៅលើក្បាលសត្រូវក្នុងរយៈពេលត្រឹមតែ20វិនាទីប៉ុណ្ណោះពីវាលខកនៅវៀតណាមវាលខ្សាច់នៅមជ្ឈិមបូព៌ារហូតដល់សមរភូមិទំនើបនៅអ៊ុយក្រែននិងតំបន់អាស៊ីអាគ្នេយ៍យើង BM21 Grad មិនដែលបាត់មុខឡើយប៉ុន្តែហេតុអ្វីនៅក្នុងពិភពលោកដែលមាននិ